រឿងតាសុកនិងឃ្លោកទឹកកាលពីព្រេងនាយមានបុរសចំណាស់ម្នាក់ឈ្មោះតាសុកគាត់រស់នៅតែម្នាក់ឯងក្នុងខ្ទមទូចមួយក្បែរមាត់ព្រៃទោះបីជាគាត់ក្រីក្ររកព្រឹកខ្វះល្ងាចប៉ុន្តែគាត់មានចិត្តល្អបរិសុទ្ធតែងតែជួយយកអាសាអ្នកភូមិនិងសត្វព្រៃជានិច្ចថ្ងៃមួយខណៈដែលតាសុកកំពុងដើររកអុសក្នុងព្រៃគាត់បានឃើញបក្សីតូចមួយមានពណ៌ចម្រុះដ៏ស្រស់ស្អាតកំពុងដេកដួលដោយសាររបួសស្លាប់តាសុកនិយាយទៅបក្សីដោយសំឡេងអាណិតអាសូរអូបក្សីទូចអើយឯងប្រហែលជាឈឺចាប់ណាស់មកតានឹងយកឯងទៅព្យាបាលនៅផ្ទះតាសុកបានយកបក្សីនោះមកផ្ទះដាក់ថ្នាំនិងមើលថែយ៉ាងយកចិត្តទុកដាក់រហូតដល់វាជាសះស្បើយនៅពេលដែលបក្សីនោះអាចហោះហើរបានវិញវាបានហោះទៅទុំលើមែកឈើរួចនិយាយទៅកាន់តាសុកថាលោកតាដ៏មានចិត្តល្អខ្ញុំមិនមែនជាបក្សីធម្មតាទេខ្ញុំជាទេវតារក្សាព្រៃនេះដើម្បីតបស្នងគុណបំណាច់របស់លោកតាខ្ញុំសូមជូនគ្រាប់ពូជនេះជូនលោកតាចូលយកវាទៅដាំចុះនិយាយចប់បក្សីនោះក៏ទម្លាក់គ្រាប់ពូជពណ៌មាសមួយគ្រាប់រួចហោះបាត់ទៅតាសុកបានយកគ្រាប់ពូជនោះទៅដាំនៅក្រោយខ្ទមមិនយូរប៉ុន្មានវាបានដកលូតលាស់យ៉ាងលឿននិងបង្កើតបានជាផ្លែឃ្លោកដ៏ធំមហិមូដែលមិនធ្លាប់មានពីមុនមកតាសុកភ្ញាក់ផ្អើលហើយអស្ចារ្យណាស់ឃ្លោកនេះធំម្ល៉េះមិនដឹងជាមានអ្វីនៅខាងក្នុងទេពេលឃ្លោកទុំតាសុកបានយកកាំបិតមកពុះវាស្រាប់តែមានពន្លឺចែងចាំងចេញមកខាងក្នុងឃ្លោកពោពេញទៅដោយមាសប្រាក់កែវកងនិងសំពត់សូត្រល្អៗជាច្រើនតាសុកសប្បាយចិត្តណាស់ទេវតាលោកប្រទានពរឲ្យខៀងហើយតាសុកមិនបានយកទ្រព្យសម្បត្តិទាំងនោះទុកតែម្នាក់ឯងទេគាត់បានយកវាទៅចែកជូនអ្នកភូមិដែលក្រីក្រនិងសាងសង់សាលារៀនព្រមទាំងមន្ទីរពេទ្យនៅក្នុងភូមិដំណឹងនេះបានលេចលឺដល់ន័យកម្មដែលជាអ្នកជិតខាងលបលុនគាត់ច្រណែននឹងតាសុកយ៉ាងខ្លាំងហើយចង់បានទ្រព្យសម្បត្តិដែរគាត់ក៏ចូលទៅក្នុងព្រៃហើយធ្វើជាពុតជាយកដំបងគប់បក្សីមួយឲ្យរបួសន័យកម្មនិយាយដោយសំឡេងពីសពុលហាហាឥឡូវនេះអញនឹងធ្វើជាជួយព្យាបាលឯងហើយឯងត្រូវតែឲ្យគ្រាប់ពូជមាសមកអញន័យកម្មយកបក្សីនោះទៅផ្ទះតែគាត់ព្យាបាលដោយគ្មានចិត្តមេត្តាពេលបក្សីចិត្តជាវាបានទម្លាក់គ្រាប់ពូជពណ៌ខ្មៅមួយឲ្យគាត់រួចហក់ទៅយ៉ាងលឿនន័យកម្មសប្បាយចិត្តណាស់ហើយប្រញាប់យកគ្រាប់ពូជទៅដាំវាក៏ដុះជាឃ្លោកដ៏ធំមួយដែរពេលវាទុំន័យកម្មក៏ហៅអ្នកភូមិមកមើលដើម្បីអួតពីទ្រព្យសម្បត្តិរបស់ខ្លួនន័យកម្មមកមើលចុះអ្នកស្រុកអញនឹងក្លាយជាសេដ្ឋីហើយប៉ុន្តែនៅពេលដែលគាត់ពុះបំបែកឃ្លោកនោះជំនួសឲ្យមានប្រាក់ស្រាប់តែមានសត្វអសិរឹកពីសជាច្រើនចេញមកពស់កែបខ្ទួយលាក់និងផុកច្រាមហូរចេញមកយ៉ាងច្រើនន័យកម្មស្រែកភ័យខ្លាចជួយផងន័យកម្មរត់ចេញទាំងភ័យខ្លាចចាប់ពីថ្ងៃនោះមកគាត់បានរៀនមេរៀនមួយថាសេចក្តីល្អមិនអាចបង្កើតឡើងដោយភាពលោភលន់និងការធ្វើបាបអ្នកដទៃបានឡើយចំណែកឯតាសុកវិញគាត់បន្តរស់នៅយ៉ាងសប្បាយរីករាយនិងជាទីគោរពស្រឡាញ់របស់អ្នកភូមិជារៀងរាល់ថ្ងៃហើយរឿងនេះក៏ចាប់ត្រឹមនេះផងដែរសូមបងប្អូនជួយចុច Subscribe Channel នេះម្នាក់មួយផងដើម្បីទទួលបានវីដេអូរឿងនិទានជាច្រើនទៀតសូមអរគុណ